burger dot sushi dot ដែលគេលយនៅថៃត្រង់ជួឥឡូវបានមកដល់ខ្មែរយើងហើយនៅទឹកដីកោះពេជ្រទំនងណាពុកម៉ែបងប្អូនគ្រាន់តែឃើញ sushi របស់គាត់ឡើងកម៉ាប់កម៉ាប់កបឹបកបឹបមកគួរឲ្យចង់ចាប់ញ៉ាំមែនតើនិយាយទៅចាប់ប្រមាណគ្រាប់ក៏បានដែរគិតលុយតាមដុំពួកអីគេដាក់តាំងឲ្យយើងចាប់មួយសេរីហើយគេមានជា promotion ផ្ដល់ជូនពិសេស 15% សម្រាប់ការចាប់ញ៉ាំ sushi ណាព្រោះ sushi របស់គាត់គឺគាត់ចុះតម្លៃតាក់មួយអ្នកទាំងអស់គ្នាអាចសាកល្បងភ្លក់បានអាប្រភេទburger ដុតនេះអូឆ្ងាញ់ណាស់សាច់ burger របស់គាត់ដាក់លើ sushi នេះហើយគាត់មានប្រភេទ takoyaki នំគ្រក់ជប៉ុនមានបាយមានអីមុខម្ហូបរបស់គេគឺបែបជប៉ុនហ្នឹងគឺច្រើនហើយម៉ោងបាយថ្ងៃត្រង់ល្ងាចឡើងអីភាគច្រើនភ្ញៀវគាត់ចូលចិត្តមកញ៉ាំនៅកន្លែងគាត់ដោយសារមានផាសុខភាពមានកន្លែងចតឡានចតម៉ូតូធំហើយគាត់មានតូបដាក់ចាប់នៅខាងមុខផងហើយអ្នកទាំងអស់គ្នាអាចចូលមកខាងក្នុងមានម៉ាស៊ីនត្រជាក់ក៏បានដែរជាមួយនឹងហាងខៃវ៉ាន់បាន sushi ដែលជាហាងមួយដែលអ្នកទាំងអស់គ្នានេះកន្លែងអង្គុយគាត់គឺធំទលាយមានកន្លែងកាហ្វេមានកន្លែងរបស់ញ៉ាំលេងជិបជប់មាននិយាយទៅគឺច្រើនចម្រុះភ្ញៀវគេចូលចិត្តមកអង្គុយកន្លែងគាត់ដោយសារតែវាស្អាតអនាម័យផាសុខភាពអីចឹងណាអញ្ចឹងបងប្អូននេះ sushi របស់គាត់តម្លៃគឺគេមានចាប់ពី 0.40 អីណាគឺនិយាយទៅតម្លៃធូរមាន4កាក់មាន5កាក់មាន$1 $2ទៅតាមហ្នឹងអ្នកទាំងអស់គ្នាចង់ញ៉ាំប៉ុណ្ណាចាប់ប៉ុណ្ណឹងលៃលោកតាមលុយយើងមានតិចមានច្រើនកប៉ៅយើងតឹងកប៉ៅយើងធូរអីគឺលៃតាមហ្នឹងទៅហើយ sushi របស់គេនេះគេមានដាក់នៅក្នុងការនិយាយទៅការដាក់របស់គេក៏អនាម័យគេមានគម្របគ្របរបស់គេអញ្ចឹងណាហើយសម្រាប់អ្នកទាំងអស់គ្នាមកនេះ$1 2កាក់ទេនេះហើយ sushi របស់គាត់កម៉ាប់ធំសាល់មុនអីមើលទៅទំនងញ៉ាំហ៎អញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលចូលចិត្ត sushi ត្រូវម៉ាច់ឲ្យបញ្ចុះ 15% ណាតន់គេមាន promotion នៅកោះពេជ្រទល់មុខនឹងកន្លែងស្ថានីយ៍បលូតអគ្គិភ័យហ្នឹងឯងមកដល់គឺឃើញហើយកន្លែង sushi របស់គាត់ហ្នឹងគឺធំនៅហ្នឹងគឺមានរបស់ញ៉ាំជិបជប់ក្មេងៗយុវវ័យគេចូលចិត្តមកនឹងច្រើនហើយ sushi របស់គាត់ដូចខ្ញុំប្រាប់អញ្ចឹងគឺកម៉ាប់មកគ្រប់ដុំមើលមកវារៀងមិនមែនអុយជ្រុយណាគឺចេញមកគឺមាន quality គុណភាពរបស់គាត់ញ៉ាំតែប្រហែលដុំគឺដឹងតែឆ្អែតហ្មងដល់នេះខ្ញុំចូលចិត្តណាប្រភេទburger ហ្នឹងហើយ sushi ដល់ពេលពេញទូម៉ោងដែលខ្ញុំគាត់កំពុងធ្វើព្រោះជាធម្មតាខ្ញុំទៅថតម៉ោងដែលគាត់ធ្វើនឹងឯងគាត់ហៅមកខ្ញុំដាក់ថតចាំមកពេលគាត់ធ្វើមើលទៅវាពេញភ្នែកណែនភ្នែកគួរឲ្យចង់ចាប់ញ៉ាំអញ្ចឹងទាំងយើងទាំងគេឃើញអញ្ចឹងខ្វះកមែនតើអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលទៅដល់គឺអាចសាកល្បងភ្លក់រសជាតិសាក1 2 3 4សិនទៅបើយើងចូលចិត្តចាំយើងបន្តទៀតចឹងពីខ្ញុំទៅគឺគាត់មានចម្រុះច្រើនហើយការធ្វើស្តង់ដារអនាម័យមានក្បួនមានຂະຫນាតរបស់គេត្រឹមត្រូវសំខាន់បើយើងចង់ឲ្យគាត់ធ្វើក្តៅថ្មីឲ្យយើងទៀតក៏កាន់តែបានដែរព្រោះអីអាហារណាអស់យើងក៏មកគាត់បានទៀតដែរដោយអាប្រភេទ burger នេះខ្ញុំចូលចិត្តណាបានក្តៅចេះទៀតដុតមកគឺឆ្ងាញ់ខ្លាំងអញ្ចឹងអ្នកទាំងអស់គ្នាអាចក៏មកងក់អញ្ចឹងបានទៀតរបៀបថាទៅដល់ឃើញអស់អីចឹងចង់ញ៉ាំអាហ្នឹងហៅថែមទៅហើយគាត់មានជាប្រភេទជំរើសបាយជំរើសមនុយអីផ្សេងទៀតដែលមានច្រើនភាគច្រើនបុគ្គលិកធ្វើការនៅតំបន់កោះពេជ្រគឺគាត់តែងតែមកញ៉ាំម៉ោងបាយថ្ងៃពេលល្ងាចអីក្មេងៗចេញពីរៀនអីហ្នឹងគឺគេមកញ៉ាំ sushi កន្លែងគាត់ហ្នឹងឯងក្មេងៗចូលចិត្តហើយល្ងាចឡើងគឺគាត់ចាប់ផ្ដើមយកអា sushi ហ្នឹងយកទៅដាក់នៅខាងផ្លូវខាងមុខអីព្រោះគាត់មានតូបនៅខាងមុខទៀតដែលគាត់សូបង្ហាញដើម្បីឲ្យភ្ញៀវគាត់ជិះម៉ូតូមកគេខ្ចប់គេយកទៅញ៉ាំទៅអង្គុយលេង relax មកតលេអញ្ចឹងណាអញ្ចឹងគឺគាត់មានច្រើនជំរើសធ្វើម៉េចឲ្យភ្ញៀវងាយស្រួលក្នុងការចាប់ញ៉ាំអីគឺអត់ពិបាកទេនេះតូបរបស់គាត់ក៏ដាក់នៅខាងមុខហ្នឹងហើយមានជាប្រភេទមីនៅចៅម៉ៅអីទៀតនេះអាប្រភេទមីប្រភេទប្រហិតប្រភេទអីរបស់គាត់មីស៊ុបចិនណាក៏គាត់មាននិយាយទៅគឺនៅជាប់កន្លែងគាត់នឹងឯងជាមួយនឹងហាងខៃវ៉ាន់បាន sushi ហ្នឹងគឺគាត់មានបញ្ចប់ចង់ប្រហិតចង់ប្រភេទមីមានច្រើនដែលអ្នកទាំងអស់គ្នាអាចមានជាជំរើសដែលទៅលេងកោះពេជ្រអីគឺចូលមកទៅកន្លែងគាត់មកគឺសបោបែបមានអីក៏មានដែរអញ្ចឹងរបស់ញ៉ាំលេងក៏សបោបែបចម្រុះមុខដែលអ្នកទាំងអស់គ្នាអាចសាកល្បងភ្លក់ហើយអ្វីដែលពិសេសនៅខៃវ៉ាន់បាននោះគឺកន្លែងចតឡានធំទលាយមានម៉ូតូផាសុខភាពអង្គុយ relax នៅកន្លែងនឹងចង់កាហ្វេចង់អីចឹងទៅដូចខ្ញុំរៀបរាប់ពីខាងដើមអញ្ចឹងណាសបោចម្រុះមានតាំងពីការ៉េមមានតាំងពីអីទៀតហើយសំខាន់គឺមានកន្លែងអង្គុយ relax នៅជាន់ខាងលើដែលអាចអង្គុយមើលគេជិះលេងនៅកោះពេជ្រអីបានអរគុណបាយបាយ